លោកជំទាវដេតម៉ាលីណាថាហេតុអ្វីលោកដួងឆាយត្រូវដាក់លក្ខខណ្ឌឲ្យនាងខ្ញុំវិញហើយលេខ100លានលេខដដែលពេកលោកនៅថ្ងៃអង្គារទី25ខែមីនាឆ្នាំ2025លោកជំទាវដេតម៉ាលីណាបានផុសនៅក្នុងគណនី Facebook បែបនេះថាហេតុអ្វីលោកដួងឆាយត្រូវដាក់លក្ខខណ្ឌឲ្យនាងខ្ញុំទៅដោះស្រាយនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការហៅអដកវិញយកកូនមកឲ្យខ្ញុំជាម្ដាយនៅផ្ទះចាប់រឿងកុំ100លានលេខដដែលព្រោះថារឿងខ្ញុំជាមួយលោកនិងកូនត្រូវបានលោកជាអ្នកប្តឹងមកតុលាការដោយខ្លួនឯងជាច្រើនដងមកហើយលោកដួងឆាយខ្លួនឯងគឺបានដឹងយ៉ាងច្បាស់បើលោកគោរពច្បាប់មែនត្រូវប្រគល់កូនឲ្យខ្ញុំជាម្ដាយតាមដីកាសម្រាប់ថ្ងៃ7 ខែមិថុនាឆ្នាំ2024ម្លេះលោកត្រូវគោរពសេចក្តីនេះគឺចប់ហើយតែព្រោះលោកបានហាមឃាត់ខ្ញុំមិនឲ្យជួបកូនខ្ញុំអស់រយៈពេល1ឆ្នាំ9ខែជាងមកហើយអាជ្ញាសាលាក៏បានចុះអនុវត្តតាមដីកាសម្រេចនេះដែរតែលោកនៅមិនព្រមប្រគល់កូនមកឲ្យខ្ញុំទៀតលោកណាត់ខ្ញុំទៅជួបកូនខ្ញុំសូមលោកប្រគល់កូនក៏មិនព្រមសូមលោកគោរពច្បាប់ផងកុំបណ្តោរំខានដល់មន្ត្រីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការហៅអដកទៀតធ្វើអ្វីខ្ញុំសូមឲ្យលោកអនុវត្តតាមដូចខាងក្រោមនេះគឺចប់រឿងហើយទី1សូមលោកប្រគល់កូនស្រីមកឲ្យនាងខ្ញុំតាមដីកាសម្រេចរបស់សាលាឧទ្ធរភ្នំពេញគឺចប់ហើយលោកមានកូននិងប្រពន្ធថ្មីរួចហើយដែរទី2ក្រោយពេលដែលលោកប្រគល់កូនមកឲ្យនាងខ្ញុំតាមដីកាសម្រេចរបស់សាលាឧទ្ធរនាងខ្ញុំនិងលោកមិនមានរឿងអ្វីត្រូវមកឈ្លោះប្រកែកគ្នាដូចនេះទេទី3ហេតុអ្វីលោកមានប្រពន្ធនិងកូនក្រោយហើយមិននៅមើលថែទាំពួកគាត់ឲ្យបានល្អទៅតើលោកមកបំបែកកូនពីនាងខ្ញុំធ្វើបែបនេះចង់បានអ្វីពីនាងខ្ញុំនិងកូនខ្ញុំទី4បើលោកជាមនុស្សស្អាតស្អំដូចលោកបានលើកឡើងពិតមែនហេតុអ្វីបានជាលោកមិនគោរពតាមដីកាសម្រេចរបស់សាលាឧទ្ធរភ្នំពេញនិងព្រមប្រគល់កូនមកនាងខ្ញុំមកខំធ្វើបែបនេះដើម្បីអ្វីនាងខ្ញុំសង្ឃឹមថាច្បាប់មិនលើកលែងឲ្យលោកបានឡើយបើលោកនៅបន្តធ្វើបែបនេះទៀតនោះ